Khá cho riêng xua bao phôn hay ngày nay dương màu mơ chi nhé mơ crồi để dương đã chi bàn mùi sắp đá ấy từ về riêng làng khiêu khạc là hay nhé lạc vì mình toàn chập đàm loa thế để xa vì làng khiêu sân nhé mình toàn bị khiêu vì mình thôi cả loa trôi với là bao phôn nhé để dương đã sắp đá môn nhé đã chi trong vành quần nữa đã ở vì miền chỉ bị triệt lò bẩn tịch nhé bây giờ đã chí gọt lò đài trắng nè dương thôi cảប្រើជីខ្លះចឹងទៅណាសម្រាប់ចំការក្រូចយើងអាចប្រើជីធម្មជាតិក៏បានដែរណាយើងអាចប្រើអាចគោដែលយើងធ្វើលាយណាធ្វើលាយជាមួយខ្ជូងកាមណាជាមួយនឹងអាចគោណាហើយនឹងកាបោសយើងដាក់ផ្អាប់ទុករយៈពេល15ថ្ងៃយើងយកមករយតាមគល់កប់ចំវិញគល់ចឹងមកណាឬក៏យើងអាចលាយជីគីមីតិចតួចទៅណាដើម្បីពញាក់ឲ្យវាលឿនណាចឹងយើងអត់ត្រូវខ្វះគ្នាបានទេណាជីធម្មជាតិនិងជីគីមីហ្នឹងគឺយើងអាចលាយដាក់ជុំគ្នាទៅណាតិចតិចទៅតែយើងប្រើជីកំប៉ុស្តឲ្យវាធូរដីណាតែប្រើជីគីមីគឺវារៀងក្តាំងដីបន្តិចប៉ុន្តែវាលឿនណាចឹងយើងលាយគ្នាទៅក្រូចយើងរស់បានយូរណាតែយើងប្រើជីគីមីសិតគឺវាអត់នេះទេក្រូចយើងឆាប់ងាប់ណាចឹងនេះចំការក្រូចរបស់យើងណាយើងអាចទស្សនាជុំវិញខ្លះមកនេះដើមក្រូចឆ្មាណាដើមក្រូចឆ្មានេះយើងដាំប្រាំងមិញណាឥឡូវចូលមកដល់ប្រាំងវិញហើយណាចិត្តមួយឆ្នាំណាបានប៉ុណ្ណឹងណាកូនយើងដាំកូនណាអានេះក៏ដាំកូនដែរណាក្រូចពោធិ៍សាត់ណាអានោះយើងដាំ2ឆ្នាំហើយចានេះដើមចាស់ទេណាហ្នឹងហើយយើងដាក់ចេកខ្លះចេកនេះបើសិនជាយើងអាចយើងទុកតែមួយដើមពីរដើមបានណាកុំឲ្យវាច្រើនពេកណាតែច្រើនពេកវាស្ដុកអញ្ចឹងក្រូចឆ្មារបស់យើងនៅខែ10នេះគឺវាចាប់ដើមក្តាប់ផ្លែប៉ិនមេដៃមួយជើងខ្លះហើយនេះណាហ្នឹងហើយមានក្តាប់ចេញមកខ្លះផ្កាខ្លះវាបណ្ដើហើយយើងធ្វើការដាក់ជីមិនតាន់បានដាក់ជីទេក្រូចឆ្មានេះនឹងយើងធ្វើការដាក់ជីនៅសប្តាហ៍បន្តទៀតណាដោយសារយើងជាប់រវល់ចឹងនេះក្រូចឆ្មាណាហ្នឹងហើយនេះដាំយូរហើយណាដាំយូរហើយងាប់ឥឡូវវាលាស់អំពងមកណាងាប់មកចង្ហៀងមេឃលាស់អំពងមកល្អហ្នឹងហើយនេះក្រូចពោធិ៍សាត់ណាក្រូចពោធិ៍សាត់ចឹងវាមានផ្លែខ្លះណាដែលផ្លែដូចជាអត់សូវល្អដោយសារយើងអត់បានសម្រាប់សត្វល្អិតណាសត្វល្អិតវាធ្វើទុកចឹងនេះក្រូចឆ្មារបស់យើងចឹងណានេះទស្សនាជំវិញចំការក្រូចរបស់យើងគឺមានក្រូចឆ្មានិងក្រូចពោធិ៍សាត់ណាខាងក្រោមយើងអាចដាក់ស្លឹកគ្រៃក៏បានដែរណាហើយយើងទំនេរហើយយើងកាប់ស្លឹកគ្រៃនឹងលក់ខ្លះទៅណាចឹងដើមនេះចាស់មែនតើនេះដើមក្រូចឆ្មាណាខ្ពស់មែនតើគឺខ្ពស់វាសឹងទៅ74ម៉ែត្រណាតាមពិតគួរមិនគួរទុកខ្ពស់ទេណាយើងគួរកាត់វាឲ្យខ្លីដោយសារយើងអត់បានកាត់វាណាវាចាប់ក្តាប់ច្រើនណាបងប្អូននេះសិតតែក្តាប់មួយមេឃនេះសឹងតែ30-40ក្តាប់ប៉ុន្តែមិនដឹងថាវាជាប់ឬក៏អត់ទេណាព្រោះខែនេះវាជិតដាច់ទឹកភ្លៀងហើយខែ10យ៉ាងប្រហែលជាដាច់ទឹកភ្លៀងយើងអាចបូមដាក់ទៅណាដើម្បីបំពន់ផ្លែហ្នឹងដើម្បីឲ្យធំនេះយើងផ្សាំវាចេញពន្លកឫសនេះសនេះណាចឹងងាយទេណាក្រូចឆ្មាយើងចង់ផ្សាំលឿនណាហើយដាំក៏រយៈពេលលឿនដែរមួយឆ្នាំហើយយើងចាប់ដើមបានផលខ្លះហើយអត់តែយើងថែដដល់ណាជីដដល់ថ្នាំបាញ់វាណាក្រូចឆ្មាក្នុងការបាញ់ប្របាក់បាញ់តាក់ទងទៅនឹងដង្កូវបន្តិចណាអញ្ចឹងដើមនេះនិយាយពីក្តាប់ដល់ហើយក្តាប់សឹងតាក្តាប់លា
lìa đào mà này cái đào đầm nền tên nữa nè chân cối chà khai dương nhé cối chà khai dương cái đầm chân ảnh nhé nè này con cối chà lọ khiêu khiêu con bài nè để xa đào mình chà bê chân vì mình sâu chỉ lọ khăn đấy chân dương ai cho sana tam đấy nhé đàn bạt bong ôn ở con tràn đấy